ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នានេះគឺជារឿងរ៉ាវរបស់ក្មេងស្រីម្នាក់ដែលនៅសាលាអស់ Go School ដែលនាងឈ្មោះថាមីមីនេះជារឿងរ៉ាវដែលតាក់ទងនឹងក្មេងស្រីម្នាក់ដែលឈ្មោះថាមីមីនាងរៀននៅសាលាអស់ Go School និងគេងជាមួយមិត្តភ័ក្តិរបស់នាងនៅពេលមួយយប់ជ្រៅនាងក៏បានទៅបន្ទប់ទឹកតែម្នាក់ឯងនៅតាមផ្លូវទៅបន្ទប់ទឹកគឺងងឹតខ្លាំងណាស់ហើយមិនមានភ្លើងឡើយគឺភ្លើងរលត់អស់ទៅហើយសិស្សស្រីផ្សេងក៏គេងលក់ដែរពេលដែលនាងទៅដល់បន្ទប់ទឹកនាងក៏បានឃើញនារីម្នាក់ពាក់ឈុតសហើយសិតសក់នៅមុខកញ្ចក់ពេលនោះនាងឆ្ងល់មែនទែនថាអ្នកណាមកសិតសក់នៅកណ្ដាលយប់ជ្រៅព្រោះអីមិត្តភ័ក្តិរបស់នាងបានគេងលក់អស់ទៅហើយនៅពេលនោះនាងគឺឆ្ងល់ខ្លាំងមែនទែនហើយនាងក៏បើកភ្លើងនៅបន្ទប់ទឹកពេលដែលនាងមើលទៅឃើញនារីពាក់ឈុតសនោះគឺសិតសក់ក៏ប៉ុន្តែមិនមែនទឹកឡើយគឺជាឈាមហូរស្រក់មកតក់ពេលដែលនាងឃើញហើយគឺនាងស្លុតចិត្តមែនទែនគឺឈាមស្រក់មកតក់នៅលើក្រោនៅពេលនោះដែរនារីម្នាក់ពាក់ឈុតសនោះក៏បានងាកមុខមកមីទៅដឹងថានាងគឺជាខ្មោចទេនៅពេលនោះនាងភ័យខ្លាចមែនទែនក៏បានដួលនឹងបោះអីវ៉ាន់ចោលនៅលើក្រោហើយនាងក៏សវេសវាវាចេញមកខាងក្រៅហើយស្រែកមិត្តភ័ក្តិនាងឲ្យជួយផងគឺនាងភ័យញាប់ញ័រខ្លាំងមែនទែននៅពេលនោះដែរមិត្តភ័ក្តិរបស់នាងក៏បានស្រែកហៅនាងឲ្យងើបឡើងមីងើបឡើងនៅពេលនោះមីទៅដឹងថានេះគឺជាការយល់សប្តិតែប៉ុណ្ណោះលៀមនោះដែរមិត្តភ័ក្តិរបស់នាងក៏ហៅនាងឲ្យទៅមើលថាមានមិត្តរួមបន្ទក់របស់នាងគឺលោតចុះពីបង្អួចដើម្បីសម្លាប់ខ្លួននៅខាងក្រោមមីនិងមិត្តភ័ក្តិរបស់នាងក៏ដើរទៅមើលតាមបង្អួចហើយនៅពេលនោះមីក៏ឃើញថានោះគឺជានារីដែលពាក់រ៉ូបសដែលនាងយប់បានឃើញកាលពីមិញហើយនាងឃើញហើយនាងតក់សោកខ្លាំងមែនទែនគឺនាងនិយាយអ្វីមិនពេញឡើយនាងភ័យមែនទែនស្បិនរបស់នាងគឺជាការពិតនៅថ្ងៃបន្ទាប់មិត្តភ័ក្តិរបស់នាងនិងមីក៏គេងដូចជាធម្មតានៅពេលនោះមិត្តភ័ក្តិរបស់នាងក៏បានគេងនៅសុកស្រាប់តែមិត្តភ័ក្តិរបស់នាងក៏បានឃើញមីកំពុងតែអង្គុយធ្វើខ្លួននៅមុខកញ្ចក់តែម្នាក់ឯងគឺយប់នេះមីរបស់យើងគឺប្លែកមែនតើពាក់រ៉ូបសហើយអង្គុយធ្វើខ្លួននៅមុខកញ្ចក់នៅពេលនោះមិត្តភ័ក្តិរបស់នាងក៏បានហៅនាងឲ្យមកចូលគេងមីគេងយប់ជ្រៅហើយមីគេងមិត្តភ័ក្តិរបស់នាងក៏ទៅចិត្តនាងដើម្បីឲ្យនាងគេងចឹងណាព្រោះឲ្យយប់ជ្រៅណាស់ហើយដល់ពេលនោះដែរមិត្តភ័ក្តិរបស់នាងគឺញាក់ផ្អើលខ្លាំងមែនទែនពេលដែលឃើញមិត្តភ័ក្តិនាងធ្វើខ្លួនតែមិនមែនធ្វើខ្លួនធម្មតាដូចយើងទេគឺយកកងកំបិតយកទៅឈុតចោមឈុតយកគឺចេញឈាមមកគួររន្ធត់ពេលនោះមិត្តភ័ក្តិរបស់នាងគួរឲ្យតក់សោកខ្លាំងមែនទែនមិត្តភ័ក្តិរបស់នាងក៏បានស្រែកឲ្យមិត្តដទៃទៀតដើម្បីឲ្យមកជួយឃាត់នាងចឹងណាចាប់ដៃចាប់ជើងកុំឲ្យនាងធ្វើអីបែបដែរនៅពេលនោះដែរមិត្តភ័ក្តិរបស់នាងក៏បានតែហៅប៉ូលីសនិងឡានពេទ្យដើម្បីដឹកនាងទៅសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យហើយសាលារៀននេះធ្លាប់តែជាកន្លែងសម្រាប់សិស្សសិក្សាក៏ប្រែក្លាយទៅជាកន្លែងដែលគួរឲ្យភ័យរន្ធត់ហើយមិនមែនមានតែមួយករណីតែប៉ុណ្ណោះទេគឺមានករណីផ្សេងច្រើនកើតឡើងលើសិស្សផ្សេងទៀតហើយកន្លែងនេះក៏គេទុកចោលហើយក៏ប្រែក្លាយទៅជាកន្លែងដែលគួរឲ្យខ្លាចទោះជាសាលានេះត្រូវបានគេបោះបង់ចោលក៏ដោយក៏ប៉ុន្តែអ្នកតារាកាត់នៅមុខសាលារៀននេះគឺតែងតែឃើញនារីម្នាក់ឈរនៅមាត់បង្អួចសិតសក់នៅកណ្ដាលយប់ជ្រៅតែបាយអ្នកទាំងអស់គ្នាសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបើពេញចិត្តសូមជួយចុច like និងរូបកណ្ដឹងម្នាក់មួយផង